ដូចជាថាស្នេហាมันអាចមានភាពកក់ក្ដៅដោយអាំងភ្លើងទេប៉ុន្តែបើអាំងភ្លើងมันអាចមានភាពថើបបានអោបបានអីដូចស្នេហាទេដូចជាមុខមហូបមួយមុខនឹងបើមិនសាកក៏មិនដឹងដែរបងប្អូនអើយបើសិនជាយើងសាកដឹងតែរសជាតិគឺมันអាចបំភ្លេចបានឯងហើយឃើញថាថ្ងៃនេះខ្ញុំមានមុខមហូបមួយមុខគេធ្លាប់តែអប់ផ្សិតចំបើងអប់ងាវអប់អីប៉ុន្តែថ្ងៃនេះខ្ញុំមកអប់ផ្សិតមជុលណាបងប្អូនប៉ុន្តែផ្សិតមជុលហ្នឹងគឺផ្សិតមជុលធំមិនមែនផ្សិតមជុលអាទុយទុយទេហើយជាមួយលាយជាមួយនឹងស្នូលពូតឬស្នូលពូតអីស្នេតពូតហើយនឹងសាច់ជ្រូក3ជាន់ណាបងប្អូនហើយក៏នៅជាដំបូងគឺយើងហែកស្នូលពូតហើយស្នេតពូតស្នេតអីណែឯងព្រោះនិយាយថ្ងៃនេះច្រឡំរហូតបងប្អូនហើយគឺហែកវាម្ដងមួយចំនួនសិនមកហើយក៏គ្រឿងផ្សំមានអីពិបាកទេបងប្អូនដូចតែឃើញក្នុងវីដេអូដែរបន្តិចតួចគឺយើងបានមុខហូបមួយមុខឯងហើយក៏ហែករួចអីរួចក៏យើងមកលាងសម្អាតជាមួយនឹងសាច់ជ្រូករបស់យើងដែលយើងបានទិញមកពីផ្សារ2ខាំណែបងប្អូនអើយហើយក៏នេះលាងជាមួយនឹងផ្សិតមជុលធំណាខ្ញុំមិនដឹងហៅផ្សិតអីទេប៉ុន្តែខ្ញុំឃើញវារៀងដូចផ្សិតមជុលធំខ្ញុំក៏ខ្ញុំហៅផ្សិតមជុលធំណាបងប្អូនហើយក៏លាងសម្អាតវាចុះឡើង2 3ទឹកទៅព្រោះខ្លាចយើងវាមានរបៀបថាមិនសូវស្អាតសូវអីក៏យើងលាងសម្អាតទៅហើយក៏ជាមួយនឹងម្រះប្រោមម្រះអីណាហើយក៏នេះគ្រឿងផ្សំរបស់យើងលាងសម្អាតរួចអស់ហើយក៏ស្នូលពូតស្នូលអីឬក៏ស្នេតពូតស្នេតអីនឹងរួចអស់ហើយយើងមកទុកវាមួយឡែកសិនមកយើងមកបុកជាមួយនឹងម្ទេសនិងខ្ទឹមរបស់យើងជាមុនសិនមកហើយបុកចុះបុកឡើងក៏មើលទៅវាល្អិតក្រិនហើយគឺយើងលើកដាក់ចានដាក់អីមកបងប្អូនហើយក៏ថ្ងៃនេះខ្ញុំមិចតិចចេះបានជាមួយនឹងចំហុយឬក៏អប់ណែបងប្អូនអប់សិតមជុលធំនេះក៏មានរសជាតិគឺឆ្ងាញ់ម្ដងបងប្អូនអើយហើយក៏ដូចក្បាលវីដេអូដែលខ្ញុំនិយាយចឹងឯងបើសិនជាយើងមិនសាកធ្វើក៏មិនឆ្ងាញ់ដែរបងប្អូនទោះតែសាកបានដឹងថាឆ្ងាញ់ឬមិនឆ្ងាញ់យើងហាន់ក៏បានច្រាំក៏បានជាមួយនឹងសាច់ជ្រូកណាព្រោះឡាយតែរៀបរាប់ចុះឡើងក៏ការធ្វើក៏ដល់ណាហើយក៏ស្នេតពូតយើងដាក់ទាំងមូលក៏បានហាន់វាជាប្រទេសអញ្ចឹងក៏បានដែរដូចតែបងប្អូនតាមចំណង់ចំណូលចិត្តឯងហើយក៏ខ្ញុំក៏ខានបញ្ចូលសលេងយូរក៏ដល់កឲ្យបងប្អូនទៀងទៅទឹកដិតតិចហើយសិតមជុលរបស់យើងមជុលធំរបស់យើងក៏យើងយកមកដាក់នឹងចានដែកធំឬក៏ចានដែកល្មមបានហើយតែថាស្រ័យនឹងបងប្អូនធ្វើតាមតិចតាមច្រើនហើយក៏យើងមានគ្រឿងផ្សំដូចជាម្ទេសហើយនឹងស្នូលពូតស្នេតពូតអីនៅហើយនឹងគ្រឿងផ្សំតិចតួចថែមទៀតដូចជាប៊ីចេងរ៉ូឌីទឹកត្រីហើយនឹងប្រេងខ្យងប្រេងក្រុមអីនេះបងប្អូនហើយដាក់វាចុះឡើងតាមចំណង់ចំណូលចិត្តបងប្អូនដែលថាតិចហើយនឹងច្រើនចង់ទៅអានប្រៃក៏ប្រៃចង់បានសាបក៏សាបស្រឡាញ់បងប្អូនទេប៉ុន្តែបើសិនជាមុខមហូបមុខនេះបើសិនជាដុតបន្តិចកាន់តែឆ្ងាញ់ហើយក៏យើងច្បល់ចូលគ្នាចុះឡើងឲ្យវាចូលជាតិគ្នាកុំឲ្យច្បាច់ខ្លាំងពេកពេលណាច្បាច់ខ្លាំងពេកផ្សិតមជុលរបស់យើងវាធ្វើឲ្យទុឲ្យអីណាហើយក៏ដាក់ជាមួយចុងក្រោយគេគឺម្រះប្រៅនេះបងប្អូនហើយក៏យើងដាក់ចុះដាក់ឡើងទន្ទាបវាមើលទៅក៏មានរសជាតិឆ្ងាញ់មើលទៅក៏តំណងឆ្ងាញ់ក៏យើងងាកមកបកាត់ភ្លើងឬក៏បកាត់ភ្លើងអីមានចក្រានគៀសមានអីហើយក៏យើងដាក់ទឹកដាក់អីទៅហើយក៏យើងដាក់ចំហុយវាប្រហែលជា5-10នាទីបងប្អូន5-10នាទីគឺវាឆ្អិនហើយបងប្អូនហើយក៏យើងគ្រាន់តែថាចំហុយចុះចំហុយឡើងបើកឡើងក៏នេះបើកមកក្លិនឈ្ងុយជិះដល់ណាដល់ណីណៃបងប្អូនហើយក៏មុខម្ហូបរបស់យើងផ្សិតមជុលអប់ជាមួយនឹងម្ទេសជាមួយនឹងសាច់ជ្រូក3ចិននេះក៏ឆ្អិនហើយបងប្អូនហើយក៏អរគុណមែនទែនសម្រាប់បងប្អូនដែលតែងតែមើលវីដេអូខ្ញុំអរគុណជម្រាបលាជុលផ្សិតមជុលធំស្លាបពួយនិយាយទៅពីចូលជាតិគ្នាល្អចុយមកសាច់ទូក